សម្រាប់លោកអ្នកដែលទំនេរអាចឆ្លៀតពេលធ្វើជាមួយនឹងទឹកល្ពៅឲ្យឪពុកម្ដាយពិសាឬមួយក៏កូនក្មេងញ៉ាំបានជាមួយនឹងទឹកល្ពៅនេះអត់ពិបាកធ្វើទេបងប្អូនហើយយើងមានតែផ្លែល្ពៅមួយផ្លែមកយើងធ្វើហូបបាន1ទៅ2គ្រួសារផងដែរតោះឥឡូវនេះខ្ញុំសូមបង្ហាញជាមួយនឹងរបៀបធ្វើទាំងអស់គ្នានិយាយទៅអត់ចំណាយច្រើនទេបងប្អូនជាមួយនឹងទឹកល្ពៅនេះគឺងាយហើយមានរសជាតិឆ្ងាញ់ហើយងាយស្រួលធ្វើលឿនទៀតអញ្ចឹងណាអញ្ចឹងបងប្អូនអាចសាកជាមួយនឹងវិធីសម្រាប់ល្ពៅយើងមានតិចមានច្រើនយើងយកទៅធ្វើការចិតសំបកឲ្យស្អាតលាងទឹកហើយទៅយើងយកទៅស្ងោរឲ្យឆ្អិនល្អនៅពេលដែលបងប្អូនស្ងោរអាសាឆែកមើលផងថាតើផុយកម្រិតណាបើសិនជាផុយឆ្អិនល្អហើយបងប្អូនអាចដាក់ចុះបានបន្ទាប់មកដែលខ្ញុំយកទៅកិនក្រឡុកឲ្យម៉ត់អញ្ចឹងណាបើសិនជាបងប្អូនអត់មានម៉ាស៊ីនក្រឡុកទេបងប្អូនអាចធ្វើការកិនដោយដៃក៏បានដែរមានជាស្រាប់ព្រាមមកបងប្អូនកិនឲ្យវាម៉ត់ក៏បានដែរអញ្ចឹងណាដោយសារតែខ្ញុំមានម៉ាស៊ីនក្រឡុកចឹងទៅងាយស្រួលយើងធ្វើមួយផ្លេតហើយអញ្ចឹងការក្រឡុកគឺអត់ពិបាកទេបងប្អូនយើងមានម៉ាស៊ីនក្រឡុកស្រួលមកចាបន្ទាប់ពីខ្ញុំធ្វើការក្រឡុករួចរាល់ហើយខ្ញុំធ្វើការដាក់ឆ្នាំងហើយខ្ញុំចាក់ចូលហើយរៀបចំធ្វើតែម្ដងនេះខ្ញុំយកធ្វើការដាក់លើភ្លើងនេះយើងធ្វើការបើកតិចតិចបងប្អូនកុំដាក់ខ្លាំងពេកជៀសវាងការខ្លោចបន្ទាប់មកយើងធ្វើការដាក់ខ្ទិះដូងចូលបងប្អូនដាក់ខ្ទិះដូងតិចច្រើនអីតាមចំណង់ចំណូលចិត្តបើយើងដាក់តិចពេកបងប្អូនអាចថានឹងខាប់ពេកចឹងណាប៉ុន្តែបើសិនយើងដាក់ល្មមសមរម្យអានឹងវាធ្វើឲ្យទឹកស្ពៅឆ្ងាញ់ហើយមិនទៅខាប់ពេកទេបងប្អូនចឹងយើងធ្វើការកូរបន្តិចមកដើម្បីកុំឲ្យវាខ្លោចបាតចឹងណាបងប្អូនពីព្រោះកាលណាយើងដាក់អត់កូរខ្លាចដូចខ្លោចបាតហើយសម្រាប់ការដែលបងប្អូនយើងដាក់ជាមួយនឹងខ្ទិះដូងហើយបងប្អូនបើកភ្លើងបន្តិចទៀតមកតែកុំខ្លាំងពេកពីព្រោះដូចនេះខ្ញុំនិយាយពីខាងដើមចឹងការពីការខ្លោចចឹងណាបងប្អូននេះខ្ញុំដាក់ខ្ទិះដូងហើយបងប្អូនបើកភ្លើងរៀងខ្លាំងតិចមកហើយបន្ទាប់មកនេះខ្ញុំថែមទឹកដោះគោខាប់ក៏យើងមិនសូវបាច់ដាក់ច្រើនដែរបងប្អូននេះខ្ញុំដាក់មកល្មមទេហើយមានអារម្មណ៍ថាឆ្ងាញ់ហើយមានជាតិតែម្ដងឈ្ងុយណាចាបន្ទាប់មកទុកទឹកពុះហើយយើងទៅរៀបទឹកកករៀប3ដាក់កែវហើយទៅចាក់ញ៉ាំបានអញ្ចឹងណាបងប្អូនខាប់មកល្មមឆ្ងាញ់កូននេះខ្ញុំនៅពេលដែលធ្វើហើយគឺថាចូលចិត្តណាស់ឆ្ងាញ់ឲ្យតែស្នាដៃម៉ែមិនហ៊ានថាឆ្ងាញ់ទេញ៉ាំទាំងអស់អញ្ចឹងមានកម្លាំងចិត្តក្នុងការធ្វើបន្តទៀតមានតែប៉ុណ្្នឹងឯងសម្រាប់វីដេអូនេះអរគុណច្រើនជំរាបលា